Ngày nayខ្ញុំចង់មកចែករំលែកបងប្អូនដែលចង់ចិញ្ចឹមកណ្ដូបតែអត់ដឹងធ្វើត្រង់របៀបម៉េចនេះគឺជាត្រង់កណ្ដូបស្តង់ដាររបស់ខ្ញុំប៉ុន្តែຂະຫນາດនេះគឺខ្ញុំធ្វើຂະຫນາດតូចហើយខ្ញុំត្រូវការដាក់ពងពូជថ្មីអញ្ចឹងពងពូជហ្នឹងគឺខ្ញុំមានតែ5គោទេគឺទើបតែចាប់បានគឺប្រភេទកណ្ដូបត្រោះនេះបងប្អូននេះត្រង់ខ្ញុំធ្វើប៉ុណ្ណឹងគឺសម្រាប់កណ្ដូប5គូជាប្រភេទកណ្ដូបត្រោះជើងបន្លារបៀបធ្វើត្រង់ខាងខ្ញុំគឺខ្ញុំធ្វើរបៀបនេះបងប្អូនមានសំណាញ់ក្រោមបែបនេះយើងអត់ពិបាកកោបអាចទេហើយចំពោះដបូលគឺខ្ញុំប្រក់បែបនេះមានតង់មកលុបដែរបងប្អូនមានតង់មកលុបហើយមានតង់កស៊ូគ្រប់ពីលើដើម្បីងាយស្រួលកុំឲ្យក្តៅពេកហើយក៏កុំឲ្យត្រជាក់ពេកចំពោះរឺតយើងដាក់បែបនេះគឺល្អបងប្អូនរឺតគឺយើងដាក់បែបអក្សរ L បែបនេះគឺល្អវាស្រួលយើងដាក់ចំណីអីគឺស្រួលបងប្អូនហើយចំពោះត្រង់នេះខ្ញុំតជើងវារៀងខ្ពស់បន្តិចព្រោះអីខ្ញុំនៅនេះខ្ញុំចិញ្ចឹមមាន់ដល់ពេលអញ្ចឹងខ្ញុំត្រូវការវារៀងខ្ពស់ដើម្បីកុំឲ្យមាន់ចឹកទៅដល់ខ្ញុំសូមបង្រៀនឲ្យរៀងឆ្ងាយបន្តិចឲ្យបងប្អូនស្រួលមើលហើយអាចយកជាគំរូបានចំពោះជើងវាគឺខ្ញុំកេបបែបនេះបងប្អូនខ្ញុំកេបជាប់បែបហ្នឹងហើយបើសិនជាបងប្អូនខ្ញុំភ្លេចប្រាប់ថាអាបាតវានេះគឺយើងត្រូវក្រាលមួយជាន់ទៀតដោយសារកដោបខ្ញុំវាធំហើយអញ្ចឹងខ្ញុំត្រូវការដកបាតវាប៉ុន្តែបាតវាយើងនៅតែប្រើធម្មតានេះគឺជាបាតរបស់វាពេលដែលយើងដាក់ភ្ញាស់វាចាប់ផ្ដើមញាស់មកគឺវានៅតូចអញ្ចឹងយើងត្រូវការបាតស្បៃដើម្បីកុំឲ្យវាចេញបងប្អូនតែបន្ទាប់ពីវាបានអាយុចាប់ពី15ថ្ងៃទៅ20ថ្ងៃអីយើងអាចដកបាន